បាទសម្រាប់បងប្អូនដែលមានបញ្ហាភ្ជាប់ CarPlay ហត្ថនាការអាចមើលវីដេអូមួយនេះបានអញ្ចឹងសម្រាប់មួយនេះគឺខ្ញុំ demo ទៅលើប្រភេទ iPhone មួយនេះសេរីចាស់អត់ធ្លាប់ភ្ជាប់ CarPlay ពីមុនមកទេឥឡូវខ្ញុំឧទាហរណ៍មើលអញ្ចឹងសម្រាប់ភ្ជាប់ CarPlay ជាទូទៅយើងត្រូវភ្ជាប់ Bluetooth សិនអញ្ចឹង Bluetooth យើងចូលទៅ setting ហើយចូលទៅពាក្យថា Bluetooth ហើយទូរស័ព្ទនឹងរកឈ្មោះរបស់ឡានអញ្ចឹងសម្រាប់ឡាននេះគឺឈ្មោះ LX 600ចាំមើលបង្ហាញឈ្មោះខ្ញុំភ្ជាប់ជូនអូខេមួយនេះ LX 600 Sport ចឹងយើងចុច connect ទៅវាចុច load មកឲ្យ pair អញ្ចឹងយើងចុច pair ហើយនៅលើអេក្រង់របស់ឡានក៏យើងចុច pair ដូចគ្នាតោះមកនេះវា load SIM contact យើងចុច allow ឥឡូវទូរស័ព្ទនឹងឡានកំពុងតែ pair ហើយបន្តមកទៀតនៅក្នុងទូរស័ព្ទគេសួរថា use CarPlay ប្រើ CarPlay ឬក៏អត់យើងដាក់ use CarPlay អញ្ចឹងនៅលើនេះលើ touch screen នេះយើងចុច yes តមកទៀតវាកំពុងតែភ្ជាប់ហើយចាំមើលថាភ្ជាប់បានឬក៏អត់អញ្ចឹងនេះគេដាក់ថា CarPlay not available អញ្ចឹង to use CarPlay enable Siri in the setting app on your iPhone អញ្ចឹងយើងចូលទៅក្នុង iPhone ដើម្បីបើក Siri សិនចឹងដើម្បីបើក Siri ងាយស្រួលយើងចុចលេងpress side button for Siri អញ្ចឹងយើងអាចវាយពាក្យថា side មក side button មួយនេះអញ្ចឹងយើងបើកទៅលើកន្លែង press and hold to speak អញ្ចឹងកន្លែងនេះ Siri គេដាក់ off អញ្ចឹងយើងចុច Siri មកតមកទៀតនៅលើអេក្រង់របស់ឡានវានឹង load CarPlay មកទម្រង់បែបនេះអញ្ចឹងសម្រាប់ការ CarPlay គឺជួយយើងបានច្រើនក្នុងការបើកបរយើងអាចមើលផែនទីបានតែមិនបាច់ប្រើពីលើទូរស័ព្ទទេយើងចុចពីនឹង direct តែម្ដងហើយយើងអាចភ្ជាប់ស្ដាប់ចម្រៀងហើយសម្រាប់ប្រព័ន្ធផ្ញើសារផ្សេងៗនៅពេលដែលគេផ្ញើចុះមកអាហ្នឹងគឺយើងអាចស្ដាប់បានអញ្ចឹងវីដេអូនេះខ្លីបងប្អូនដែលមានចម្ងល់អាចសាកសួរបន្ថែមបានសូមអរគុណហើយជួបគ្នាក្នុងវីដេអូក្រោយ